ខ្ញុំវិលមកវិញដោយចិត្តស្មោះសរសូមផ្ដល់អំណរកម្លាំងនិងចិត្តទុនទាបខ្ញុំវិលរកព្រះយកឈ្នះផ្លូវបាសូមចតគួរអោនត្រានៅទីបជើឆ្កាខ្ញុំត្រាព្រោះខ្ញុំមានបាដោយសារបងព្រះចេញសូមប្រចិត្តរឹងឲ្យព្រមចងចាញ់ប្រទានសេចក្តីស្រឡាញ់ស្មោះជាដរាខ្ញុំវិលមកវិញដោយចិត្តស្មោះសរសូមផ្ដល់អំណរកម្លាំងនិងចិត្តទុនទាបខ្ញុំវិលរកព្រះយកឈ្នះផ្លូវបាសូមចតគួរអោនត្រានៅទីបឈើឆ្កាហើយពីព្រះអង្គប្រិមិត្តលោកអ្នកនាងបងប្អូនទាំងអស់ជាទីមេត្រីជួននៅបទចម្រៀងដែលជាការសំណូមពររបស់ម៉ាន់អ៊ីនៅបទចម្រៀងដែលមានចំណងជើងថាចូលត្រាប់តាមព្រះគ្រីស្ទជួនទៅដល់ម្ចាស់សំណូមពរនិងក្រុមគ្រួសារជួនទៅដល់បងប្អូនប្រិមិត្តគ្រីបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់កំសាន្តទាំងអស់គ្នាចាប់បទចម្រៀងយើងនឹងជួបគ្នានៅក្នុងកម្មវិធីចម្លើយជីវិតស្វាគមន៍មកកាន់កម្មវិធីចម្លើយជីវិតពីសម្លេងផ្សាយវិទ្យុខេមរា 91 MHz ខេត្តបាត់ដំបងនាងខ្ញុំវលៈនិងលោកគ្រូកសលសូមគោរពនឹងជម្រាបសួរលោកស្រីប្រិមិត្តលោកអ្នកនាងបងប្អូនគ្រីបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់ទាំងអស់គ្នាជាមួយនឹងកម្មវិធីចម្លើយជីវិតដែលមានផ្សាយជូនពីវិទ្យុខេមរា 91 MHz ដែលផ្សាយចេញពីក្រុងនិងខេត្តបាត់ដំបងសម្រាប់កម្មវិធីផ្សាយផ្ទាល់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធគឺថ្ងៃអង្គារថ្ងៃច័ន្ទនិងថ្ងៃពុធហើយថ្ងៃនៃការចាក់ផ្សាយឡើងវិញគឺនៅរៀងរាល់ថ្ងៃប្រហ័សថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលទទួលបានការឧបត្ថម្ភពីអង្គការមណ្ឌលផ្សព្វផ្សាយគ្រីបាសាទកម្ពុជាហៅកាត់ CCMC សូមគោរពបញ្ជាប្រិមិត្តលោកអ្នកនាងបងប្អូនគ្រីបាសាទទាំងក្នុងនិងក្រៅប្រទេសទាំងអស់រីករាយស្ដាប់និងទស្សនាពីកម្មវិធីចម្លើយជីវិតចាជាថ្មីម្ដងទៀតសូមគោរពនឹងជម្រាបសួរលោកគ្រូសុខទុក្ខយ៉ាងណាដែរសម្រាប់ថ្ងៃនេះអរគុណជម្រាបសួរសាស្ត្រថ្មីលក្ខសុខទុក្ខធម្មតាអរគុណច្រើនជម្រាបសួរបងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយដែលលោកតាមដានស្ដាប់កម្មវិធីផ្សាយ FM ខេមរា91ផ្សាយចេញពីក្រុងបាត់ដំបងនិងសូមជម្រាបសួរបងប្អូនដែលតាមដានស្ដាប់វិទ្យុ Sweet FM 107.5 MHz ខេត្តសៀមរាបព្រមទាំងជម្រាបសួរបងប្អូនដែលតាមដានស្ដាប់វិទ្យុ FM បុប្ផា 105 MHz ខេត្តក្រចេះហើយសូមជម្រាបសួរដល់បងប្អូនអង្គពូមីងតាយាយដែលចូលទស្សនា Page Live របស់វិទ្យុផ្ទាល់ក៏ដូចជា Page LHM Page របស់ខ្ញុំ account ខ្ញុំវលៈព្រមទាំងដល់ YouTube និងសូមអរគុណគ្រប់ admin ទាំងអស់ដែលលោកបានអនុញ្ញាតឲ្យព្រះបន្ទូលបានឆ្លងកាត់គ្រប់របស់ពួកលោកទៅដល់ដៃបងប្អូនដែលលោកត្រូវការព្រះបន្ទូលខ្ញុំនៅតែអរគុណដល់ព្រះចៅម្ចាស់អរគុណដល់ CCMC និងអរគុណនៅសម្រាប់នៃការអធិដ្ឋានរបស់បងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយទាំងអស់ដែលលោកបានអធិដ្ឋានសម្រាប់ខ្ញុំថ្ងៃនេះគឺជាថ្ងៃទី3ដែលខ្ញុំចូលមកក្នុងប្រវត្តិមានព្រះអង្គជួបបងប្អូនអង្គពូមីងតាយាយចិត្តឆ្ងាយទាំងអស់ហើយសង្ឃឹមថាថ្ងៃនេះបងប្អូននឹងបានទទួលចំណែកព្រមទាំងប្រពរណាមួយចេញពីកម្មវិធីសូមផ្ដាំផ្ញើចិត្តនឹកក្តីស្រឡាញ់ពីបើបំរើម្នាក់នេះទៅដល់បងប្អូនគ្រប់ទិសទីអរគុណនិងសូមព្រះប្រទានពរអរគុណលោកគ្រូសម្រាប់កម្មវិធីចម្លើយជីវិតយើងវិលជួបគ្នាជាថ្មីតាមពេលវេលានិងម៉ោងដដែលដែលជាថ្ងៃចុងសប្តាហ៍សម្រាប់កម្មវិធីយើងចាសម្រាប់សប្តាហ៍ទី2ថ្ងៃទី3ហើយណាចាអញ្ចឹងពីកម្មវិធីយើងនៅពេលនេះក៏សូមផ្ដល់ជូននៅពាក្យជួយគំនិតផ្ដើមកម្មវិធីបាទអរគុណពាក្យជួយគំនិតផ្ដើមកម្មវិធីថ្ងៃនេះចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាទ្រព្យក្នុងលោកគ្រប់គ្នាតែងចង់បានតែឯព្រះទ្រង់ត្រូវការមនុស្សមានបាបប្រែចិត្តទទួលទ្រង់វិញនេះគឺជាពាក្យជួយគំនិតផ្ដើមកម្មវិធីរបស់យើងនៅវេលាល្ងាចនេះចា៎លោកគ្រូអរគុណសម្រាប់ពាក្យជួយគំនិតផ្ដើមកម្មវិធីយើងនៅពេលល្ងាចនេះគឺទ្រព្យក្នុងលោកគ្រប់គ្នាតែងចង់បានតែឯព្រះទ្រង់ត្រូវការមនុស្សមានបាបប្រែចិត្តទទួលទ្រង់វិញ
នេះគឺជាពាក្យជួយគំនិតផ្ដាំកម្មវិធីដែលជាការលើកទឹកចិត្តហើយសម្រាប់ព្រះបន្ទូលវិញថ្ងៃនេះដែរលោកគ្រូនឹងមានព្រះបន្ទូលអ្វីយកមកចែកចាយ អរគុណថ្ងៃនេះខ្ញុំមានអត្ថបទម៉ាកុសជំពូក6ពីខ45ដល់ខ56ខ្ញុំសូមអានជូនស្រាប់តែទ្រង់បង្ខំពួកសិស្សឲ្យចុះទូកឆ្លងទៅឯបេតសៃដានៅត្រើយម្ខាងជាមុនដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់កាលទ្រង់បានឲ្យគេទៅអស់ហើយនោះក៏យាងឡើងទៅលើភ្នំដើម្បីនឹងអធិដ្ឋានលុះពេលប្រលប់នោះទូកនៅកណ្ដាលសមុទ្រតែទ្រង់គង់នៅគោកតែមួយព្រះអង្គទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាកព្រោះច្រាស់ខ្យល់លុះពេលប្រហែលជាយាម4យប់នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេហើយធ្វើហាក់ដូចជាចង់យាងបង្ហោះទៅទៀតលុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះនោះគេនឹកស្មានថាជាខ្មោចលងហើយក៏ស្រែកឡើងត្បិតគ្រប់គ្នាបានឃើញទ្រង់ហើយក៏ភ័យស្លុតតែទ្រង់មានបន្ទូលទៅគេជាមួយរំពេចថាចូលសង្ឃឹមឡើងគឺខ្ញុំទេតាកុំភ័យអីនោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូករួចខ្យល់ក៏ស្ងប់ឈឹងអ្នកទាំងនោះមានសេចក្តីអស្ចារ្យជាខ្លាំងពន់ពេកព្រមទាំងវល់ក្នុងចិត្តគេមិនបានយល់ដោយសារការដែលបានចម្រើននំប៉័ងទេត្បិតគេមានចិត្តរឹងរូសលុះបានឆ្លងទៅដល់ស្រុកកេនេសារ៉ែតត្រើយខាងនេះហើយនោះក៏ឈប់ចតទូកកាលបានឡើងពីទូកនោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជាមួយរំពេចហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញទាំងសែងមនុស្សជំងឺដេកលើពូកមកឲ្យទ្រង់នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅហើយកន្លែងណាក៏ដោយដែលទ្រង់យាងចូលនោះទោះក្នុងភូមិក្នុងទីក្រុងឬស្រុកស្រែក្តីគេបានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សាររួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាប្រភពរបស់ទ្រង់តែប៉ុណ្ណោះហើយអស់អ្នកណាដែលបានពាល់ទ្រង់នោះក៏បានជាទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាជាមួយនឹងអត្ថបទសំខាន់ដែលយើងពិចារណាតាមរយៈព្រះបន្ទូលថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តថាសាច់ឈាមយើងទៅលែងរួចគឺទម្លាក់ចោលនេះគឺជាអត្ថបទសំខាន់ដែលយើងនឹងពិចារណាជាមួយគ្នារីឯចំណងជើងនៃព្រះបន្ទូលថ្ងៃនេះខ្ញុំឲ្យចំណងជើងថាថ្ងៃណាថ្ងៃនោះចុះចា៎លោកគ្រូអរគុណសម្រាប់អត្ថបទសំខាន់នៅពេលល្ងាចនេះគឺសាច់ឈាមយើងទៅលេងរួចគឺទម្លាក់ចោលនេះគឺជាអត្ថបទសំខាន់ដើម្បីពិចារណាចំណងជើងវិញគឺមានចំណងជើងថាថ្ងៃណាថ្ងៃនោះចុះបាទចង់សើចលឺពាក្យហ្នឹងណាយហ្នឹងបងប្អូនឯងលឺទៅលេងរួចហើយចាតែងតែនិយាយថាថ្ងៃហ្នឹងបាទអើយបងប្អូនឯងចូលចិត្តយល់រឿងមែនតើមកចែកចាយចឹងណាអើយបងប្អូនឯងខ្ញុំពិតជាចង់លើកទឹកចិត្តបងប្អូនខ្លាំងណាស់បាទលើកទឹកចិត្តខ្លាំងណាស់ព្រោះដោយសារអីដូចខ្ញុំធ្លាប់ជំរាបជូនហើយពាក្យលើកទឹកចិត្តពេលខ្លះមិនមែនជាពាក្យលួងលោមផ្អែមល្ហែមទេហើយពាក្យតគោះបោះបោករបស់មនុស្សមួយចំនួនដែលគេនិយាយមកចំពោះយើងក៏មិនមែនមានន័យថាគឺសុទ្ធតែអាក្រក់ទាំងអស់ក៏មិនមែនទេដែរអញ្ចឹងគួរតែគិតពិចារណាគុំគ្រាន់តែឮមកឆាវមកបងប្អូនយកទៅវិភាគបែបនេះបែបនោះអត់ទេឲ្យរៀនគិតពិចារណាផងយ៉ាងណាមិញក៏តាក់ទងព្រះបន្ទូលដូចគ្នាដែរដែលបងប្អូននឹងស្ដាប់សូមបងប្អូនគិតពិចារណាព្រោះអ្វីដែលបងប្អូនស្ដាប់នោះក៏សឹងតែជាព្រះបន្ទូលរបស់ព្រះដែលស្ដែងចេញហើយបង្ហាញអំពីជីវិតនិងការរស់នៅរបស់បងប្អូនដើម្បីឲ្យបងប្អូនបានស្គាល់ពីព្រះគុណរបស់ព្រះគោលបំណងសំខាន់ខ្ញុំតែងតែអធិដ្ឋានសូមព្រះអង្គចំណុច2ដែលជាចំណុចធំចំណុចទី1បើសិនជាយើងនិយាយពីដំណឹងល្អនិយាយពីផែនការសង្គ្រោះរបស់ព្រះខ្ញុំជឿថាទាំងបងប្អូនទាំងខ្ញុំនៅពេលដែលយើងគ្រាន់តែឮដំណឹងល្អរបស់ព្រះតាក់ទងទៅនឹងព្រះយេស៊ូវគឺយើងស្អប់បាត់ទៅហើយព្រោះដោយសារអីលទ្ធផលសាច់ឈាមបាំងហើយបិទយើងទាស់ជាមួយនឹងព្រះទំនាក់ទំនងរវាងមនុស្សនិងព្រះដាច់ក្រោយមកទំនាក់ទំនងត្រូវបានដាច់ហើយជីវិតយើងត្រូវបានរស់តែលតោលនៅក្នុងโลกនេះសាតាំងជាអ្នកគ្រប់គ្រងដូច្នេះវារាំងយើងមិនអាចឲ្យយើងទៅឯព្រះអង្គបានទេចំណុចទី2គឺតាក់ទងទៅនឹងផ្នែកខាងព្រលឹងវិញ្ញាណតាក់ទងប្រគុណរបស់ព្រះផ្ទាល់តែម្ដង
ដែលបងប្អូនស្ដាប់ហើយបងប្អូននឹងគិតខ្លួនឯងបានថាអញ្ចឹងកំឡុងពេលដែលខ្ញុំស្ដាប់ព្រះបន្ទូលឬក៏សេចក្តីជំនឿដែលបងប្អូនបានទទួលពីព្រះអង្គហើយលទ្ធផលចុងក្រោយបងប្អូននឹងទទួលបានអ្វីចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនរឹងមាំជាមួយនឹងព្រះមិនមែនខ្ញុំជាអ្នកធ្វើឲ្យបងប្អូនរឹងមាំជាមួយនឹងព្រះទេគឺខ្ញុំនាំដួងចិត្តរបស់បងប្អូនឲ្យគៀកជាមួយនឹងព្រះអង្គកាន់តែស្និទ្ធឡើងថែមទៀតមិនចង់ឲ្យបងប្អូននៅជាប្រយោលបាទនៅតែហើយអើទៀតអត់ទេក្តៅមិនក្តៅតិចមិនតិចអានោះវាជាផលលំបាកសម្រាប់បងប្អូនទាំងអស់គ្នាដូចខ្ញុំធ្លាប់ជំរាបជូនហើយជំរាបជូនទៀតដំណឹងល្អដែលបងប្អូនធ្លាប់ឮពាក់ព័ន្ធទៅនឹងសេចក្តីសង្គ្រោះរបស់ព្រះទៅលើអ្វីៗដែលគូកនចាស់ទុំបងប្អូនដែលលោកប្រកាសបែបជាយ៉ាងណាខ្ញុំមិនដឹងទេដែលបងប្អូនធ្លាប់ឮប៉ុន្តែសម្រាប់ដំណឹងល្អដែលព្រះប្រើខ្ញុំមនុស្សមានបាបប្រែចិត្តទទួលទ្រង់ជាអង្គសង្គ្រោះអ្នកនោះនឹងរួចពីបាបមនុស្សមានបាបប្រែចិត្តមកឯព្រះអង្គទ្រង់សងជីវិតអ្នកនោះត្បិតព្រះអង្គគឺជាព្រះដែលអាចជួយយើងបានមនុស្សមានបាបប្រែចិត្តមកឯព្រះអង្គត្រូវការជីវិតគឺមានតែព្រះអង្គមួយប៉ុណ្ណោះនេះហើយគឺជាដំណឹងល្អរបស់ផងព្រះចុះតាក់ទងទៅនឹងទ្រព្យធនផ្សេងទៀតឬអ្វីផ្សេងទៀតតើបងប្អូនអាចនិយាយបានទេមិនមែនមានន័យថានិយាយមិនបាននោះទេប៉ុន្តែវាជាប្រពោដែលព្រះបានធ្វើការនេះសម្រាប់បងប្អូនក្នុងជីវិតសាច់ឈាមនាមជាកូនរបស់ព្រះអង្គសំណួរសួរថាពេលដែលបងប្អូនបានប្រពោដែលមកអំពីព្រះហើយសម្រាប់បងប្អូនដែលគាត់អត់មានព្រះអង្គគាត់ប្រកបមុខរបរបានរឿងពីរដែលមានសន្តានខុសគ្នាបងប្អូនគិតកន្លែងហ្នឹងបន្តិចណាសម្រាប់យើងនៅពេលដែលយើងខំប្រឹងបានយើងបាទយើងមែនតើតែយើងអត់ដឹងអរគុណអ្នកណាទេបងប្អូនឃើញអត់ដឹងអរគុណអ្នកណាទេចេះតែអំពាវនាវគ្រប់យ៉ាងឲ្យធ្វើតាមចិត្តនឹកឃើញនៅធ្វើតាមចិត្តនឹកឃើញប៉ុន្តែផ្ទុយអំពីគ្រីស្ទបរិស័ទនៅពេលដែលគាត់បានទទួលគ្រប់ទាំងចំណែកនិងប្រពោផ្សេងដែលព្រះបានប្រទាននិងផ្ដល់ឲ្យគាត់តាមកម្លាំងតាមអំណោយទានផ្សេងមុខរបរផ្សេងគាត់បែរមកអរគុណព្រះអង្គបងប្អូនឃើញអត់ចំណុចហ្នឹងដែលជាចំណុចខុសគ្នាអញ្ចឹងនៅពេលដែលបងប្អូនស្ដាប់ព្រះបន្ទូលខ្ញុំនិយាយហើយនិយាយទៀតខ្ញុំអត់ចង់ឲ្យបងប្អូនដាក់សំណួរសួរខ្លួនឯងឬក៏សួរពិភពលោកទាំងមូលទាំងដែលដឹងថាពិភពលោកនេះគ្មានចម្លើយឲ្យបងប្អូនទាំងអស់គ្នាទេអត់មានទេអ្វីដែលមានចម្លើយដែលអាចនឹងឆ្លើយតបជាមួយបងប្អូនទាំងអស់គ្នាគ្រប់ទាំងតម្រូវការគឺព្រះអង្គផ្ទាល់គឺព្រះបន្ទូលរបស់ព្រះអង្គដែលបងប្អូនកំពុងតែស្ដាប់អញ្ចឹងក្នុងមួយពេលដែលបងប្អូនស្ដាប់អាចនឹងបានទទួលចំណែកព្រមទាំងពពកណាមួយឬក៏ចម្លើយណាមួយបំពេញតម្រូវការរបស់បងប្អូនមួយថ្ងៃបន្តិចគឺធ្វើឲ្យបងប្អូនកាន់តែរឹងមាំឡើងបងប្អូនដែលមានព្រះអង្គហើយគឺគាត់កាន់តែរឹងមាំឡើងថែមទៀតហើយបងប្អូនដែលលោកអត់ទាន់មានព្រះអង្គទេលោកស្ដាប់ហើយលោកគិតពិចារណាតើជីវិតរបស់ផងពួកលោកលទ្ធផលអំពើបាបដូចគ្នាដែរឬក៏អត់បាទគិតពិចារណាចំណុចអត់ទាំងនឹងរួចហើយបងប្អូននឹងគិតដល់ខ្លួនឯងថាតើក្រោយពេលដែលបងប្អូនស្ដាប់ព្រះបន្ទូលតើព្រះអង្គប៉ះពាល់ក្នុងដួងចិត្តរបស់បងប្អូនយ៉ាងដូចម្ដេចមិនមែនបងប្អូនត្រូវបែរត្រឡប់មករកខ្ញុំឬក៏មិនមែនបងប្អូនត្រូវបែរត្រឡប់ទៅរក CCMC អត់ទេអ្វីដែលសំខាន់គឺដួងចិត្តបងប្អូនបែរត្រឡប់មករកព្រះជាមុនបាទជាមុនក៏ប៉ុន្តែសំណួរសួរថាឲ្យយើងបែរទៅរកព្រះអាម៉េចมันអាចទេបងប្អូនធ្លាប់ឮអត់អធិស្ឋានអ្នកខ្លះលោកថាដំណឹងល្អលោកឮឡើងស៊ាំហើយខ្ញុំបានស៊ាំពីអស់ហ្នឹងហើយបងប្អូនណាខ្ញុំស៊ាំពីអស់ហ្នឹងហើយដែលលោកតែនិយាយថាក្រោយទេគាត់ច្អល់យើងអញ្ចឹងក្រោយទេគាត់ស្អីក៏មានដែរហើយខ្ញុំមិនចង់ចាញ់ឈ្នះអីរឿងអស់ទាំងហ្នឹងទេព្រោះអ្វីដែលសំខាន់ជាងគេក្នុងនាមយើងជាគ្រីស្ទបរិស័ទគូកនលោកគ្រូអ្នកគ្រូចាស់ទុំបងប្អូនដទៃលោកដឹងហើយអ្វីដែលសំខាន់ជាងគេនៅចំពោះប្រវត្តិមានព្រះអង្គគឺសេចក្តីជំនឿហើយសេចក្តីជំនឿនោះស្ដែងចេញពីអីស្ដែងចេញពីក្នុងដួងចិត្តរបស់បងប្អូនមិនមែនពាក្យសម្ដីដែលបងប្អូននិយាយមកចិត្តតែប៉ាតនេះនោះមិនមែនទេគឺអ្វីដែលសំខាន់ជាងគេក្នុងដួងចិត្តរបស់បងប្អូនសេចក្តីជំនឿដែលបងប្អូនថាមានហ្នឹងតើបញ្ជាក់ជាមួយនឹងទង្វើគ្រប់យ៉ាងដែលបងប្អូនមាននាមជាកូនរបស់ព្រះអង្គឬក៏អត់ខ្ញុំមិនដែលនិយាយធ្ងន់ចំណុចអស់ទាំងនេះទេប៉ុន្តែខ្ញុំនៅតែចង់ទទូចលើកទឹកចិត្តបងប្អូនទាំងអស់គ្នាពីព្រោះថាលទ្ធផលសាច់ឈាមដូចខ្ញុំជំរាបជូនចេះទៅលែងរួចគឺយើងទម្លាក់ចោលបងប្អូនឃើញអត់ចំណុចនេះមានបងប្អូនគ្រីស្ទបរិស័ទក៏នៅតែលោកប្រើពាក្យនេះដូចគ្នាហេតុអីព្រោះខ្ញុំធ្លាប់បានឮពេញតិចព្រោះដោយសារអីព្រោះលោកធ្លាប់ឮដំណឹងល្អទៅថាជឿព្រះអង្គទៅលែងហើយទុកលំបាកគ្រប់យ៉ាងវាបាត់អស់ហើយអ្វីគ្រប់យ៉ាងដែលយើងខ្វះខានព្រះអង្គបំពេញឲ្យយើងគ្រប់ទាំងអស់
ប៉ុន្តែលទ្ធផលចុងក្រោយដឹងលោកឆ្លើយថាម៉េចទេណាលោកឆ្លើយថាម៉េចលោកថាពាក្យអស់ហ្នឹងសិតតែពាក្យបោកខ្ញុំឈឺណាស់បងប្អូនក្នុងនាមជាអ្នកបម្រើម្នាក់ក្នុងនាមជាកូនរបស់ព្រះអង្គម្នាក់មិនមែនមានន័យថាយើងមិនដែលប្រមាថការទៀនទៅដល់ព្រានាមរបស់ព្រះអង្គទៅដល់ដំណឹងល្អរបស់ព្រះអង្គមិនមែនមានន័យថាយើងមិនធ្លាប់ប្រមាថមើលងាយយើងធ្លាប់ក៏ប៉ុន្តែនៅពេលដែលចាប់ផ្ដើមព្រះត្រាស់ហៅយើងបង្ហាញយើងប្រាប់យើងឲ្យយើងបានដឹងដូចខ្ញុំបានជំរាបជូនកាលពីម្សិលមិញថាអ្នកបងម្នាក់ដែលគាត់ទៅចាំទទួលយកមន់លទ្ធផលចុងក្រោយស្ដាប់ព្រះបន្ទូលហើយគាត់ថាគាត់ជប់យកមន់ហើយគាត់យកព្រះអង្គវិញព្រោះដោយសារអីមន់នឹងយកទៅហូបអស់ហើយអត់មានអីទេតែបើសិនជាបានព្រះអង្គជីវិតខ្ញុំដល់នៅឱកាសជានិច្ចជាមួយនឹងព្រះអង្គតែម្ដងអញ្ចឹងបានថាបងប្អូនសូមបងប្អូនគិតលទ្ធផលសាច់ឈាមរបស់ផងយើងទាំងអស់គ្នាយើងតែងតែនិយាយថាទៅលេងរួចគឺយើងទម្លាក់ចោលហេតុអីបានយើងនិយាយចឹងសួរថាពេលដែលយើងទៅលេងរួចហើយយើងនិយាយថាយើងទម្លាក់ចោលនឹងអាការទាំងអស់នោះវាទៅចោលយើងអត់បងប្អូនគិតតិចវាទៅចោលយើងអត់អា1 2 3យើងថាអាហ្នឹងទៅមិនរួចទេទម្លាក់ឯងចោលអូខេណែនៅ4 5 6ទៀតវានៅចាំពីក្រោយយើងរហូតឲ្យតែយើងទម្លាក់អាហ្នឹងចោលពុបអានោះមកដល់ទៀតមែនតែនេះយើងនិយាយថាម៉េចហីអញទម្លាក់អានោះមិនទាន់ផុតផងអាមួយនេះមកដល់បាត់ទៀតហើយអញ្ចឹងបានថាបងប្អូនហើយនេះហើយហៅថាសមោលអន្ទោលតាមប្រាណមានមនុស្សជាច្រើនដែលចង់ដឹងរឿងចំណុចអស់ទាំងនេះណាសួរថាមូលហេតុអីខ្ញុំខំបែបនេះបែបនោះហើយឲ្យការទាំងអស់នោះវាជិះចេញពីខ្ញុំហេតុអីបានវាមិនព្រមជិះសោះអញ្ចឹងបងប្អូនជាទីស្រឡាញ់ថ្ងៃនេះព្រះបន្ទូលបានបង្ហាញយើងឲ្យបានដឹងក្រោយពេលដែលព្រះអង្គបានចំអែតមនុស្សជាច្រើនដែលបរិភោគនំប៉័ងនៅទីស្ងាត់ដែលទៅចែកគ្នាជាមួយសិស្សព្រះអង្គដែលមាននំប៉័ង5និងត្រី2នោះព្រះអង្គបានចំអែតគេឲ្យប្រមូលបាន12កន្ត្រកទុកទៅហើយមនុស្សនៅកកកុញនៅនឹងទៀតដល់អញ្ចឹងព្រះអង្គមិនដឹងថាធ្វើម៉េចទេអញ្ចឹងក៏ដេញសិស្សឲ្យទៅមុនបាទដេញសិស្សឲ្យទៅមុននោះគឺឆ្លងទឹកឆ្លងទូកទៅមុនព្រះអង្គឡើងទៅលើភ្នំដើម្បីអធិដ្ឋានអញ្ចឹងមនុស្សក៏គេនាំគ្នាទៅអស់ទៅបែងចែកគ្នាអស់ទៅប៉ុន្តែនៅតែមានអ្នកតាមទៅរកព្រះអង្គទៀតតែរកព្រះអង្គអត់ឃើញទេគេដឹងថាសិស្សព្រះអង្គទៅមុនហើយដឹងជាក់ថាព្រះអង្គអត់បានយាងទៅជាមួយទេប៉ុន្តែមានរឿងអីកើតឡើងបងប្អូនឃើញបទកាពីប្រាប់ទេនៅពេលដែលព្រះអង្គប្រាប់ថាឲ្យសិស្សព្រះអង្គទៅមុនគេចែវទូកទាំងរលកទាំងខ្យល់បោកពួកគេពិបាកណាស់មិនខុសពីជីវិតយើងរាល់ថ្ងៃទេបងប្អូនអញ្ចឹងហើយបានខ្ញុំនិយាយកាលណាបងប្អូនមានចិត្តមួយនឹងនិយាយថាខ្ញុំគិតថាព្រោះខ្ញុំធ្លាប់ឮដំណឹងល្អដែលប្រាប់ខ្ញុំថាជឿព្រះអង្គទៅលែងលំបាកលែងអីទាំងអស់អញ្ចឹងទៅហើយខ្ញុំមិនខំជឿតែដល់ឥឡូវនេះប្រហែលឆ្នាំមកអត់បានផលអីទាំងអស់សួរថាខុសអត់ខុសទេបងប្អូនមានប្រសាសន៍នឹងអត់ខុសទេពីព្រោះហេតុអីបានខ្ញុំគាំទ្រថាអត់ខុសព្រោះគោលបំណងបងប្អូនពិតជាចង់បានអូយបងប្អូនហើយខ្ញុំនិយាយហាក់បីដូចជារឿងលេងសើចអញ្ចឹងសង្ឃឹមថាបងប្អូនអ៊ំពូមីងតាយាយចិត្តឆ្ងាយទាំងអស់ទាំងបងប្អូនដែលលោកមានព្រះអង្គនិងទាំងបងប្អូនមិនទាន់មានព្រះអង្គសូមលោកគិតពិចារណាបាទខ្ញុំក៏ធ្លាប់មានដែររឿងរ៉ាវអតីតយើងតែងតែមានប៉ុន្តែវាជាស្ពានសម្រាប់យើងឆ្លងមនុស្សតែងតែមានកំហុសណាតែងតែមានកំហុសគ្រប់គ្នាតែងតែមានកំហុសអានឹងយើងនិយាយភាសាសាច់ឈាមប៉ុន្តែនៅក្នុងបទកាពីព្រះអង្គប្រាប់ហើយលទ្ធផលអំពើបាបណាមនុស្សគ្រប់គ្នាគឺមានបាបចឹងបានថាបងប្អូនគិតពិចារណាខ្ញុំចង់លើកទឹកចិត្តបងប្អូនពិបាកពេកគឺទម្លាក់ចោលសម័យមើលបន្តិចនៅពេលដែលយើងនៅលើទូកកំពុងតែចៅកំពុងតែអុំទាំងខ្យល់ទាំងភ្លៀងទាំងរលកបងប្អូនសម័យមើលតើគួរចោលទូកឬមួយមិនបងប្អូនគិតបន្តិចបងប្អូនសម័យតិចមើលបងប្អូនអាច comment បានណាសម័យតិចមើលគួរទម្លាក់គួរលោតចោលទូកឬមួយក៏នៅក្នុងទូកឥឡូវគិតបងប្អូនពិចារណាបន្តិចហ្នឹងណាសម័យមើលជីវិតយើងពេលខ្លះយើងប្រើពាក្យមួយជីវិតនៃការរស់នៅរបស់យើងដូចក្បូនមួយដែលដណ្ដែតនៅតាមទឹកចឹងលិចដណ្ដែតថ្ងៃណាថ្ងៃនោះឃើញអត់ពេលខ្លះយើងប្រើពាក្យហ្នឹងដោយសារអីព្រោះពេលខ្លះយើងសម្លឹងទៅមុខមិនដឹងទៅណាទៅក្រោយក៏ទៅមិនកើតទៅមុខដឹងតែតែមិនដឹងទៅណាទេអញ្ចឹងចេះខំមកបានយកប៉ុណ្ណឹងណែយើងតែងប្រើអញ្ចឹងណាបងប្អូនប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យបងប្អូនគិតឲ្យពិចារណាបាទគិតឲ្យពិចារណាបងប្អូនមើលចុះព្រះបន្ទូលថ្ងៃនេះគឺបង្ហាញអំពីភាពលំបាក
ណាភាពលំបាកការតស៊ូការភាពអត់ធ្មត់អ្វីគ្រប់យ៉ាងសម្រាប់និស្ស័យសាច់ឈាមយើងគឺអញ្ចឹងបាទគឺអញ្ចឹងដូច្នេះឲ្យបងប្អូនឈប់ឆ្ងល់ថាហេតុអីបានជាជីវិតខ្ញុំកើតមកបែបនេះឬក៏បែបនោះនឹងហើយដែលបទកពីប្រាប់ថាលទ្ធផលអំពើបាបគឺយើងហែលដោយខ្លួនឯងអត់មានអ្នកណាដាក់ឲ្យយើងទេអត់មានទេគឺឆ្លងមកដោយស្វ័យប្រវត្តិគឺយើងមានស្រាប់តែម្ដងបាទសែនរបស់យើងគឺសែនលទ្ធផលអំពើបាបហ្នឹងគឺមានច្បាស់តែម្ដងអត់មានចាំបាច់ទៅពិនិត្យ DNA អីទេមិនបាច់ទេគឺមានរហូតហ្មងអញ្ចឹងហើយបានពេលខ្លះយើងប្រកែកហេខ្ញុំដែរធ្វើអាក្រក់ផងខ្ញុំខំធ្វើបែបនេះចុះអាការអស់នឹងរត់ទៅណាអស់ហើយដាក់សំណួរសួរទៅបងប្អូនដើរសួរទៅសួរអ្នកណាក៏អញ្ចឹងខ្ញុំអញ្ចឹងដែរណែដល់ទៅមកអញឃើញតែអ្នកស្លូតនឹងវេទនាជួយម៉ែនេះអាមនុស្សអាក្រក់រស់នៅស្រួលមែនទេប៉ុន្តែពាក្យចាស់មួយដែលលោកមានប្រសាសន៍ណាបជនវង្សចាពុជិនវងងាយទៅឯងពិបាកវេទនាបន្តិចឲ្យតែលឺពាក្យហ្នឹងចាពោះចិត្តវេទនាធ្វើឲ្យយើងខំធ្វើឲ្យយើងខំប្រឹងតទៅទៀតឃើញទេយើងតែងតែលឺពាក្យជាច្រើនដែលលើកទឹកចិត្តបងប្អូនណាប៉ុន្តែនិស្ស័យសាច់ឈាមពិតប្រាកដសម្រាប់យើងទាំងអស់គ្នាកាលណាលំបាកខ្លាំងពេកគឺយើងទម្លាក់ចោលយើងនិយាយអញ្ចឹងទម្លាក់ចោលលែងចង់ខ្វល់ខ្វាយអីទាំងអស់អាណាមិនទៅទម្លាក់ចោលមកគ្រាសិនឲ្យយើងបានធូរចិត្តខ្លះប៉ុន្តែធាតុពិតបងប្អូនហើយធាតុពិតនឹងហៅថាការលើកទឹកចិត្តដល់ខ្លួនឯងធាតុពិតយើងនៅតែប្រឹងតទៅមុខទៀតអញ្ចឹងហើយបានជាខ្ញុំឲ្យចំណងជើងថាថ្ងៃណាថ្ងៃនោះចុះហេតុអីពីព្រោះយើងអស់ហើយយើងទៅលែងរួចហើយចឹងបានថាបងប្អូននេះហើយគឺជាជីវិតសាច់ឈាមពិតរបស់មនុស្សទាំងអស់ដែលរស់នៅក្នុងโลกនេះមិនមែនតែជនជាតិយើងទេបងប្អូនគិតណាមិនមែនតែជនជាតិយើងទេគឺគ្រប់ជនជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងโลกនេះហើយដែលហៅថាលទ្ធផលអំពើបាបមនុស្សមិនអាចតវ៉ាបានទេបងប្អូនมันអាចប្រឆាំងបានទេគឺទៅតាមដំណើរព្រោះផ្លូវនឹងគឺទៅហើយអលងល្អណាស់ទៅតែម្ដងគ្មានអ្នកណារារាំងទេអញ្ចឹងហើយបានជាលទ្ធផលចុងក្រោយយើងឆ្លើយថាថ្ងៃណាថ្ងៃនោះចុះផ្ទុយនឹងព្រះបន្ទូលសាច់ឈាមយើងគឺនិយាយអញ្ចឹងតែសម្រាប់ព្រះអង្គដែលយាងមកផែនដីនេះព្រះអង្គប្រាប់យើងថាកុំឲ្យទៅទៀតឃើញទេកុំឲ្យទៅទៀតឃើញនៅពេលនេះអត់យាម4ហៀបភ្លឺព្រះអង្គយាងទៅលើទឹកយាងទៅតាមក្រោយទៅដល់ព្រះអង្គយាងប្រុងពហុសាកល្បងចិត្តពួកគេគាត់នៅគេឃើញព្រះអង្គប្រងយាងពហុគេនោះនេះស្រែកប្រើខ្មោចឃើញអត់ខ្មោចហើយសំណួរសួរថាសិស្សចំណិតរបស់ព្រះអង្គផងនៅតែវេទនាក្នុងសេចក្តីជំនឿហើយចុះចំណងរបស់យើងតើយើងជាអ្វីតែនឹងឯងដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាណាព្រោះសេចក្តីសង្គ្រោះរបស់ព្រះទ្រង់មិនយកមុខអ្នកណាទាំងអស់អ្វីដែលសំខាន់ជាងគេគឺសម្រាប់យើងជាបុគ្គលម្នាក់នឹងឯងនៅពេលដែលយើងដឹងខុសត្រូវហើយនេះឬឮព្រះបន្ទូលហើយនេះយកទៅគិតពិចារណាសាច់ឈាមយើងត្រូវការគ្រប់ទាំងអស់វាជារឿងពិតសម្រាប់ជួយជីវិតនិងការរស់នៅរបស់យើងវាជារឿងពិតណាស់ប៉ុន្តែសម្រាប់ជីវិតយើងទៅខាងមុខតើអ្វីឲ្យប្រកបសម្រាប់ជីវិតយើងដែលធ្វើឲ្យយើងមានលំនឹងក្នុងការរស់នៅតទៅមុខទៀតឬអាចថាថ្ងៃណាថ្ងៃនោះចុះប៉ុន្តែយើងមានចំណុចមួយឃើញទេនេះថ្ងៃណាថ្ងៃនោះចុះសម្រាប់សាច់ឈាមរបស់យើងយើងដឹងខ្លួនហើយលទ្ធផលចុងក្រោយគឺយើងគេចអត់ផុតទេឃើញទេយើងគេចអត់ផុតទេគឺការគេចមិនផុតនេះគឺត្រឹមបញ្ចប់ថាយើងស្លាប់លាចាកពីលោកនេះទៅគឺយើងចប់ហើយយើងតែនិយាយអញ្ចឹងប៉ុន្តែធាតុពិតគឺអត់ចប់ទេបងប្អូនចំណុចនេះហើយដែលធ្វើឲ្យមនុស្សមានការភ័យខ្លាចហើយតែងតែខិតខំប្រឹងតែងតែខិតខំប្រឹងរកទាំងសាច់ឈាមផងទាំងព្រលឹងវិញ្ញាណផងអញ្ចឹងនៅថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាសាច់ឈាមយើងលំបាកមែននេះដោយព្រោះលទ្ធផលអំពើបាបវាជារឿងពិតចុះនៅក្នុងប្រវត្តិមានរបស់ព្រះអង្គយើងលំបាកដែរទេវគ្គ2យើងនឹងជួបគ្នាបន្តតើគួរថ្ងៃណាថ្ងៃនោះចុះឬបែបជាយ៉ាងណាអនុញ្ញាតខលចូលបានស្លេះវគ្គ1តាមនឹងសិនចុះព្រះប្រទានពរអរគុណច្រើនអរគុណលោកគ្រូចាសសូមបើកប្រព័ន្ធទូរស័ព្ទការខលចូលរួមរបស់ប្រិមិត្តយើងនៅពេលឥឡូវនេះសូមទូរស័ព្ទមកកាន់លេខ012 81 6091 086 57 9491និង097 896 05និង91ចម្លើយជីវិតសូមជម្រាបសួរបាទជំរាបសួរគ្រូនិងអ្នកគ្រូចាជម្រាបសួរចូលរួមពីខាងណាមកដែរបាទខាងកូនខពីខាងស្វាយរៀងពីខេត្តស្វាយរៀង
បាទ មានឈ្មោះអីដែរអូន ឈ្មោះសុភា ចា សុភា បងអូនប្រុសសុភីហ៎ បាទនេះគ្រូ ចូលរួមបានប៉ុន្មានដងហើយអូនពីស្វាយរៀង គ្រូលើកទី1នេះគ្រូ លើកទី1ថ្មីណោះ បាទ ហើយដឹងកម្មវិធីតាមរយៈអ្នកណាដែរអូន តាមគេដែលគេធ្លាប់ខលទៅហ្នឹងគេ ចឹង ខ្ញុំបានសុំជាមួយខ្ញុំមក អត់សូវច្បាស់សុភី ស្ដាប់ ម្ដងទៀតអូនម្ដងទៀតអធិស្ឋានណាខ្ញុំសុំហៅអូន ដាច់ ស្ដាប់អត់បានទេអូន ឡូជំរាបសួរលោកគ្រូ បានម្ដងទៀតអូនស្ដាប់អត់បានទេហ្នឹងហើយ សុំម្ដងទៀត គោលមិត្តភក្តិនៅភូមិចិត្តគ្នាហ្នឹងធ្វើអីគេមកឲ្យគេថាអូខេយ៉ាកូនយើងនេះទេចាក់ស្ដាប់ទៅពេលយើងតនេ អចឹងមានន័យថាថ្ងៃនេះសុភាផ្ទាល់ខលចូលមកក្នុងកម្មវិធីគោលបំណងរបស់សុភា ចង់ស្គាល់លោកគ្រូឲ្យចែកលេងនឹងណានឹងមានចំនួនបន្តិចដែរ ស្នើសុំវិទ្យុអីអូនស្នើសុំវិទ្យុអី បាទគ្រូបាទ ចាអញ្ចឹងសុំវិទ្យុមួយមេមរីមួយណោះ បាន2មកបានគូនេះគ្រូ ចា អាយ៉ាមួយទៀតសម្រាប់អ្នកណា មួយទៀតសម្រាប់អ្នកម្ដាយ អូ ចុះនៅផ្ទះផ្សេងគ្នាហ៎ ព្រោះគាត់នៅចិត្តនឹងដែរព្រោះខ្ញុំនៅព្រោះគាត់នៅផ្ទះខ្ញុំនៅផ្ទះផ្សេង អូខេ បែកផ្ទះហើយណាមិនអាចស្ដាប់ជាមួយគ្នាបានទេ ចឹងមានន័យថាគោលបំណងរបស់សុភាផ្ទាល់ក្នុងការខលមកថ្ងៃនេះឬធ្លាប់ឮដំណឹងល្អហ្នឹងយូរហើយមែនទេ បាទព្រោះមិត្តភក្តិគេបានខាងនោះដែរគេធ្លាប់បើក អូខេអញ្ចឹងមានន័យថាលើកនេះសុភាសុំ2ណាសម្រាប់ខ្លួនឯងមួយអ្នកម្ដាយមួយណោះ យើងដាច់ពីអើយចាអត់ អូ សូវ ខេ មាន ឥឡូវ សេវា ណោត ណា ហ្នឹងឯ ចា ណោតចុះ ចាទុកមួយចាបើមានឱកាសខលចូលរួមបន្តទៀតណាសុភា អភ័យទោសសុភាណាហ្នឹងហើយ បន្តចម្លើយជីវិតសូមជម្រាបសួរ ជំរាបសួរបាទ ហៅឡូជំរាបសួរ ចាជំរាបសួរចូលរួមពីខាងណា ទៅពីកំពង់ចាមទៅ កំពុងចាម អ្នកកំពុងចាមានឈ្មោះអីដែរអូន ឈ្មោះសារៈ សារៈ បាទ សារៈអេ បាទ សារៈពីខេត្តកំពង់ចាមដែលស្នើសុំវិទ្យុថ្ងៃមុនហ្នឹងមែន អត់ទេ អត់ទេ បាទ ថ្មីប្រិមិត្តថ្មីឬក៏ចាស់ ពេលមិត្តថ្មីបង ថ្មីចេះហ្មងឯណា អូ បាទ ហើយដឹងកម្មវិធីតាមរយៈអីដែរអូន ខ្ញុំធ្លាប់ចូលថ្ងៃមុនដែរតាបង ចូលថ្ងៃមុនអញ្ចឹងបាន2ដងហើយណា ខ្ញុំចូលយូរហើយតាំងពី2024មកបង អូ2 អ ឆ្នាំ ញ្ចឹងដែរ បា បាន ត់ រាប់អញ្ចឹងដែរបានរាប់ថាជាប្រិមិត្តថ្មីណា ចាខាងឡើង2ឆ្នាំហើយ តែសូមវិសុអត់ដល់បានបង អញ្ចឹងឥឡូវសាកល្បងម្ដងទៀត សា មើ ក លចា ម្ដងទៀតមើលអូនសារៈ សូមអត់ដល់បាន អញ្ចឹងសុំមួយណា សូម2ដងហើយសូមអត់ដល់បាន ចាឥឡូវលើកទី3មើល អូខេឥឡូវអញ្ចេះយើងមានលក្ខខណ្ឌមួយជាមួយគ្នា បាទ អ្វីដែលលក្ខខណ្ឌសំខាន់ជាងគេគឺលេខទូរស័ព្ទផ្ទាល់តែម្ដង បាទ ព្រោះកាលណាតែតាក់ទងអត់បានគឺអត់អាចផ្ញើទៅបានទេអូនអធិស្ឋាននេះគឺរឿងពិត ចាតាក់តងលេខទូរស័ព្ទអត់ចូលរឿងអីផ្ញើតាមណាចេញ ហ្នឹងហើយ ពេលខលចូលរួមកម្មវិធីយើងណោតលេខនឹងទុកអូនអញ្ចឹងអូនរក្សាលេខដែលអូនបានខលចូលរួមហ្នឹងពេលដែលខាងបងរៀបចំផ្ញើអីវ៉ាន់តាក់តងទៅលេខនឹងឯងអញ្ចឹងកុំឲ្យបាត់ណា បាទខ្ញុំចាំបានថាបើរយៈមុនខ្ញុំចូលទៅខែ9ម្ដងហើយខែ3ខ្ញុំចូលម្ដងទៀតសូមអត់បានទាំងពីរ គឺអូនដូរលេខដឹង អត់ទេបងលេខហ្នឹង លេខហ្នឹង ឥឡូវព្យាយាមម្ដងទៀតចុះចាត់ទុកថាខ្ញុំជំពាក់ចុះ ចា ឥឡូវនេះអូនស្នើសុំ មួយណា បាទសូមមួយ ចាអូនចាវិទ្យុ វិទ្យុមួយ USB មួយណោះ បាទ ចា បង លើ អីខ្ញុំយកទេបង អូខេអញ្ចឹង1+1អរគុណអូនអរគុណណានឹងមិនមកចាំតាក់ទងទៅអូនបើសិនជាព្រះឆ្លើយតបអរគុណអូនព្រះអង្គទានពរ ចាថ្ងៃនេះបានប្រិមិត្តថ្មីច្រើនណាចូលរួមកម្មវិធីយើងណាចា ល្អខ្ញុំចូលចិត្តបាទចូលចិត្តតវ៉ា ចា អត់ ត ខឹង វ៉ាចឹងមក អត់ខឹងទេព្រោះរឿងពិតយើងត្រូវទទួលខុសត្រូវជាមួយគ្នាបាទ ចាយើងក៏បកស្រាយទៅតាមនឹងវិញណា បាទ ចម្លើយជីវិតសូមជម្រាបសួរ ជំរាបសួរបាទ បាទជួបបង ជម្រាបសួរចូលរួមពីខាងណាអូន ពីខេត្តរតនគិរីបងខ្ញុំ អុយ មក យូ នំកាលមុនណាបង ឈ្មោះអីគេអូន ខ្លួនបាននេះបង អូនស្រីឈ្មោះអីដែរ មកស្រីដងបង ស្រី ស្រីដុង ស្រីដុងនេះរតនគិរីអូនណា ប
ចាបងចាខ្ញុំដឹងទៅមុនណាបងខ្ញុំនៅខ្ញុំទៅជួងកាលមុនណាបងខ្ញុំអត់ទាន់បានទេ អត់តាន់បានទេ ចំ មូលហេតុអ្វីទៅមកពីដូរលេខដឹងអូនអើយ អត់ទេបងលេខ ភាគច្រើនដែលតាក់តងដែលអត់តាន់បានវិទ្យុហ្នឹងភាគច្រើនគឺតាក់តងលេខទូរស័ព្ទអត់ចូលហ៎អូន ឥឡូវមិនអីទេឥឡូវមិនអីទេឥឡូវសាកល្បងម្ដងទៀតណោះ ចាបងចានឹងលើកទី3ហ៎បង អូខេលើកទី3ឯណោះហ្នឹងហើយឥឡូវនេះសម្រាប់ដងផ្ទាល់អូនត្រូវការវិទ្យុមួយ USB មួយដើម្បីទៅស្ដាប់ខ្លួនឯងមែនទេ ចាតែបងបើថាអាចយកពីរបងបើថាអាចបានពីរយកពីរបង មើលរតនគិរីស្ដាប់មិនលឺទេណោះពីកញ្ចេះទៅក៏មិនលឺដែរមែនទេលោកគ្រូអ្នកគ្រូខាងកញ្ចេះបងប្អូននៅខាងកញ្ចេះតើខាងរតនគិរីស្ដាប់លឺទេបងប្អូនអើយមិនអីទេអាដងណាអញ្ចឹងអូនត្រូវការ2មែន ចាបងចា សម្រាប់អ្នកណាផង មួយសម្រាប់លោកឪពុករបស់ខ្ញុំ អូខេមានន័យថាយើងនៅឆ្ងាយពីគ្នាណោះ ចាបងចា អូខេអញ្ចឹងមានន័យថាហ្នឹងហើយអូខេអត់អីទេអូនហ្នឹងហើយព្រះអង្គទានពរហ្នឹងហើយខ្ញុំព្យាយាមបងប្អូនជួយអធិដ្ឋានមែនតើបងប្អូនណា ចាមកលើកនេះដូចរៀងក្រាស់ក្រែលហ៎ អូខេ ចាដូចរៀងក្រាស់ក្រែលមកលើកនេះចាព្យាយាមបន្តិចបងប្អូនយើង សង្ឃឹមថាខាងលោកនាយកនិងបុគ្គលិកការងារជួយអធិដ្ឋានឲ្យខ្ញុំផងអរគុណ ចាឥឡូវជួបបន្ត ជើញចាស់ ចម្លើយជីវិតសូមជម្រាបសួរ ជំរាបសួរបាទ Hello មេសួរបាទ បងប្អូនជួយអធិដ្ឋានមែនតើបងប្អូន ចាជំរាបសួរចូលរួមពីខាងណាមកណា Hello បាទ Hello មេសួរ សំឡេងដូចធ្លាប់លឺ អ្នកគ្រូ បាទសំឡេងធ្លាប់លឺ ចាជំរាបសួរកូនសិស្សគាត់ហៅយើងលោកគ្រូអ្នកគ្រូវាគាត់កូនសិស្ស អូខេ Hello ចាជំរាបសួរលោកគ្រូធីនៅខាងឆ្កែកូនណា ទេពងអង្គុយមើលប្រសង្ខាទាំងពីរអ្នកនេះ ទ្រាំអត់បានទេបានចូលរួមហ្នឹង តាមពិតខ្លាចគេយកអស់ បាទគូឆ្កែឬឆ្កែកូនអ្នកគ្រូ ឆ្កែកូនកូនឆ្កែអរគុណលោកគ្រូធីថ្ងៃហ្នឹងដាច់ចិត្តចូលរួមណា តបលេងបាន ចាព្រមលេខបានទេដាច់ចិត្តចូលរួមតា បាទអង្គុយស្ដាប់មួយថ្ងៃមិនដឹងថាម៉េចទេប៉ុន្តែបាទអរគុណថ្ងៃនេះដែលសារតែស្ដាប់ចូលមុនគេតែចាញ់គេយើងនេះចាស់ចូលអត់ទាន់គេ ចា គេ អត់ໄວដៃណា អរគុណបងហើយពេលដែលខ្ញុំស្ដាប់បាទតែតាំងឲ្យបង្ហើអញ្ចឹងណាំពុំដៃកាន់ទូរស័ព្ទនិយាយតែភ្នែកសន្លឹងមើលទៅនោះមើលទៀតពុំ ដោយសារតែតានៅចិត្តវិទ្យុ ចាកុំឲ្យខាត់ពេលអរគុណលោកគ្រូ តានៅចិត្តវិទ្យុយើងកន្លងគ្នា ណាតែជាពិសេសឲ្យលោកគ្រូបាននិយាយមិញថាមនុស្សទាំងអស់ប្រឹងប្រែងអញ្ចឹងណា បាទ ប្រឹងប្រែងអត់ដើម្បីឲ្យបានផលតែសម្រាប់លោកគ្រូប្រឹងប្រែងណាគ្រូអត់គិតដែរតាំងពីដើមណាទៅណាចង់បានប្រពន្ធក៏យកទៅតែលោកគ្រូអត់ខ្វល់ទេខ្វល់រឿងបម្រើព្រះខ្ញុំពេញចិត្តកន្លែងហ្នឹង ដូចផ្ទុយពីប្រធានបទ ប្រធានបទយើងដូចមិនអញ្ចឹងទេ អត់អីទេឥឡូវអរគុណហើយអត់មានអីទេដែលសារនឹកលោកគ្រូនឹងពលៈផង ចាអរគុណលោកគ្រូ អត់គាត់គេនេះខឹងគេ ទេឲ្យតែបានចូលមិនថាមុនក្រោយទេ អត់ទេអរគុណហើយជំរាបសួរបងប្អូនទាំងអស់នៅជិតឆ្ងាយក្តីដែលបានស្គាល់ខ្ញុំណាសូមស្ងាត់ដេញនឹកទាំងអស់គ្នាអរគុណច្រើនពីប្រសើរអង្គុយមើលគ្រូបសិលអវលៈយកពេញចិត្តបដូរមើលទៅស្រស់ឡើងអរគុណណាស់បង អរគុណលោកគ្រូ បងទៀនពោតតាអស់មក ចាយ៉ាងណាក៏បានចូលរួមប៉ុណ្ណឹងអស់ចិត្តហើយ ទ្រាំមិនបានទេពិសីនេះណា អរគុណអធិស្ឋានមិនអាចទទួលទៀតទេចាំជួបគ្នាសប្តាហ៍ក្រោយសម្រាប់កម្មវិធីយើងដោយសារអស់ពេលហើយ អរគុណហ្នឹង គ្រូបន្តមកកាន់វគ្គទី2ជាវគ្គបញ្ចប់ ស្វាគមន៍មកវគ្គទី2ហើយក៏នៅតែសូមការខន្តីអភ័យទោសពីសំណាក់ការខលរបស់បងប្អូនជិតឆ្ងាយទាំងអស់ហើយក៏សូមការខន្តីអភ័យទោសពីសំណាក់បងប្អូនដែលលោកបានស្នើសម្ភារៈផងដែរនិយាយដោយត្រង់ចោះនៅក្នុងនោះដូចខ្ញុំជំរាបជូនថាប្រឹងគ្រប់យ៉ាងដើម្បីឲ្យធ្វើម៉េចសម្ភារៈបានដល់ដៃរបស់បងប្អូនក៏ប៉ុន្តែនៅក្នុងនោះដូចខ្ញុំជំរាបជូនអញ្ចឹងភាគច្រើននៅពេលដែលបងប្អូនបានខលមកក្នុងកម្មវិធីយើងតែងតែព្យាយាមណោតលេខនោះទុកបាទដើម្បីថានៅថ្ងៃណាមួយដែលព្រះអង្គឆ្លើយតបគ្រប់ចំនួនដែលយើងកំពុងត្រូវការយើងរៀបចំបញ្ជូនមុននឹងបញ្ជូនគឺយើងព្យាយាមតាក់ទងណាស់កាលណាតាក់ទងអត់បានយើងទុកជាអាសាបង់
នេះខ្ញុំនិយាយដោយត្រង់មិនមែនមានចេតនាថាបងប្អូនសុំហើយអីក៏កំណាញ់ម្លេះគ្រាន់តែប៉ុណ្្នឹងមិនបានមិនមែនអញ្ចឹងទេបងប្អូនហើយនៅក្នុងនោះក៏មិនមែនមានន័យថាអាងតែខ្ញុំបែបនេះបែបនោះចង់ឲ្យឬមិនឲ្យមិនមែនអញ្ចឹងដែរអត់ទេសំខាន់ជាងគេដំណឹងល្អរបស់ព្រះខ្ញុំគ្មានសិទ្ធិនៅក្នុងការកាក់ទុកទេបងប្អូនណាអត់ទេបើសិនជាខ្ញុំខ្លាចលំបាកខ្ញុំនឹងមិនធ្វើការងារនេះឡើយព្រោះដូចខ្ញុំជំរាបជូនថាកម្មវិធីរបស់យើងមិនមែនជាកម្មវិធីស្វែងរកជំនួយជួយបងប្អូនទាំងអស់គ្នាទេក៏ប៉ុន្តែដោយឡែកនៅក្តីអធិដ្ឋានរបស់បងប្អូនដូចខ្ញុំបានជម្រាបជូនអ្វីដែលបងប្អូនស្នើសុំមកក្នុងកម្មវិធីបងប្អូនមិនមែនសុំលុយកាក់ពីកម្មវិធីទៅទេគឺអ្វីដែលបងប្អូនត្រូវការគឺព្រះបន្ទូលរបស់ព្រះអង្គដោយសារតែកន្លែងបងប្អូនរស់នៅទីឆ្ងាយវិទ្យុមិនអាចបើកស្ដាប់ឮទេអញ្ចឹងហើយបានជាបងប្អូនត្រូវការវិទ្យុនិង USB ចឹងហើយបានជាខ្ញុំព្យាយាមរកវិទ្យុណាដែលអាចចាក់ USB បានដាក់ទៅជាមួយគ្នាឲ្យបងប្អូនមានឱកាសនៅក្នុងការបើកស្ដាប់នេះគឺជាប្រពោបងប្អូនណាគឺជាប្រពោខ្ញុំមិនអាចធ្វើម្នាក់ឯងអស់ទេអញ្ចឹងត្រូវការចូលរួមគ្រប់គ្រងរបស់បងប្អូនទាំងជិតឆ្ងាយហើយខ្ញុំអំពាវនាវសោតទៀតក៏មិនមែនមានចេតនាថាឲ្យបងប្អូនគ្រប់គ្រងខ្ញុំដែរអ្វីដែលសំខាន់គឺព្រះបន្ទូលរបស់ព្រះបងប្អូនស្ដាប់យល់ព្រះធ្វើការជាមួយបងប្អូនតាមរយៈខ្ញុំដែលព្រះអង្គប្រើខ្ញុំរាប់ជាប្រពោប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលអស្ចារ្យគួរឲ្យបងប្អូនលើកខ្ញុំទៅដល់កំពូលដំបូលមិនមែនទេខ្ញុំដូចបងប្អូនទាំងអស់គ្នាដែរអញ្ចឹងសូមបងប្អូនគិតពិចារណាហើយម្ចាស់ជំនួយគ្រប់កាក់សេនរបស់បងប្អូនដូចគ្នាដែរឥឡូវនេះខ្ញុំអំពាវនាវតទៀតហើយបងប្អូនណាមេត្តាជួយគ្នាដើម្បីឲ្យខ្ញុំអាចធ្វើការងារនឹងជូនបងប្អូនបានបើមិនចឹងទៅអត់រួចទេមើលអាវៈក្រោយនេះអូយវេទនាណាស់ទ្រាំបានគ្រប់ចំនួនបញ្ជូនទៅវេទនាណាស់បងប្អូនចឹងមិនថាគិតបងប្អូនណាអធិដ្ឋានឲ្យមែនតែនខ្ញុំដឹងថាបងប្អូនក៏លំបាកការងារដែលយើងធ្វើក៏លំបាកប្រកបរបរជីវិតសម្រាប់ជីវិតរបស់បងប្អូនក៏លំបាកកាក់សេនរបស់បងប្អូនក៏រឹងរឹតតែពិបាកទៅទៀតចឹងនេះគឺជាប្រព័ន្ធនៃការចែករំលែកមិនមែនមានន័យថាសុំបានអត់ទេទ្រាំបានបងប្អូនអើយទីឋាននេះមាត់ចង់រិចអស់ហើយទាំងយប់ទាំងថ្ងៃបងប្អូនហើយទៅទីចិត្តឆ្ងាយនៅតែទន្ទឹងគិតបងប្អូនបន្តិចមកនេះបន្តិចទៅដាក់ផ្គុំជាមួយគ្នាចាស់ទុំបន្តិចមកអូនេះគឺជាប្រព័ន្ធអរគុណណាស់ហើយភ្លេចអរគុណដល់ម៉ាយាយម៉ៅនៅឯដងព្រីងខ្ញុំភ្លេចគាត់បានចូលរួមនៅក្នុងកម្មវិធីយើងដែរទោះតិចតក់តិចតួចហើយហោចណាស់ក៏បងប្អូនខ្លះលោកក្តាប់ដងវាយមកខ្ញុំបានជួយអីទេលោកគ្រូអើយចាក់សាំងម៉ូតូទៅធ្វើការខ្ញុំពិតជាអរគុណព្រះអង្គមែនតើមិនមានន័យថាតើបងប្អូនធ្វើចឹងខ្ញុំស្រឡាញ់បងប្អូនមែនទេនឹងហៅថាសេចក្តីជំនឿដែលព្រះធ្វើនៅក្នុងបងប្អូនទាំងអស់គ្នាស្ដែងចេញមកខាងក្រៅធ្វើឲ្យបងប្អូនមានចិត្តស្រឡាញ់ព្រះអង្គរួមក្នុងមហាពន្ធកិច្ចបម្រើក៏ដោយបងប្អូនចិត្តឆ្ងាយដែរមិនមានន័យថានៅសុកអូដាក់ដងវាយឲ្យគ្រូកសលមិនចឹងទេបងប្អូនអើយខ្ញុំបាននិយាយឲ្យសាច់ឈាមយើងណាមិនងាយទេណាតើត្រូវចិត្តអានឹងបានយើងធ្វើបើថាមិនត្រូវចិត្តអត់ទេហើយការដែលបងប្អូនធ្វើសោតទៀតបើព្រះមិនបានធ្វើការក្នុងបងប្អូនហើយយល់ពីការងារដែលត្រូវធ្វើដាច់ខាតគឺបងប្អូនធ្វើអត់បានទេដូចជានៅថ្ងៃនេះអញ្ចឹងដែលខ្ញុំជំរាបជូនថាថ្ងៃណាថ្ងៃនោះចុះនេះគឺនិស័យសាច់ឈាមរបស់យើងគឺបែបហ្នឹងថ្ងៃណាគឺថ្ងៃនោះចុះហើយចុះតាក់ទងទៅនឹងទៅលែងរួចដែលយើងទម្លាក់ចោលបងប្អូនមិនថាបងប្អូនជាគ្រីស្ទបរិស័ទឬមិនគ្រីស្ទបរិស័ទខ្ញុំនិយាយហើយនិយាយទៀតដដែលជាតិដដែលដរាបណាយើងរស់នៅក្នុងโลกនេះណារស់នៅក្នុងโลกនេះលទ្ធផលសាច់ឈាមផែនដីខូចអាក្រក់ដាច់ខាតមិនថាបងប្អូនជាគ្រីស្ទបរិស័ទមិនជាគ្រីស្ទបរិស័ទលទ្ធផលសាច់ឈាមនៅតែតាមតោងយើងរហូតនេះហៅថាលទ្ធផលអំពើបាបហើយចុះហេតុអីខ្ញុំខំជឿព្រះអង្គដែរចុះហេតុអីបានខ្ញុំនៅតែលំបាកបងប្អូនខ្ញុំប្រាប់បងប្អូនឲ្យច្បាស់ណាសេចក្តីសង្គ្រោះរបស់ព្រះដែលទ្រង់ផ្ដល់មកបងប្អូនត្រូវចាំណាមិនមែនទុកលំបាកនឹងធ្វើឲ្យបងប្អូនបាត់សេចក្តីជំនឿទេបើសេចក្តីជំនឿរបស់បងប្អូនត្រឹមតែត្រូវការអ្វីផ្សេងទៀតដាច់ខាតបងប្អូនមិនអាចទ្រាំទ្រជីវិតនាមជាកូនរបស់ព្រះអង្គតទៅមុខទៀតបាននោះទេមិនយូរមិនឆាប់បងប្អូននឹងត្រូវបែរក្រោយជាក់ជាប្រកបតែបើបងប្អូនស្គាល់ពីប្រគុណរបស់ព្រះទោះបីជាជីវិតសាច់ឈាមរបស់យើងមានរឿងអីកើតឡើងបែបប្រការផ្សេងក៏ដោយយើងទទួលស្គាល់ថានេះហើយជាលទ្ធផលអំពើបាបរបស់ខ្ញុំជាសាច់ឈាមរបស់ខ្ញុំព្រះអង្គហើយសូមអត់ទោសសូមជួយកូនឲ្យកូនអាចដោះស្រាយបានកំឡុងពេលដែលកូនរស់នៅក្នុងโลกនេះនៅឡើយតែកូនដឹងថានៅពេលថ្ងៃមួយដែលកូនត្រូវលាចាកពីផែនដីនេះកូនទៅរស់នៅជាមួយព្រះអង្គការទាំងអស់នោះវាមិនទៅតោងកូនជាប់ទៀតទេព្រោះព្រះអង្គបានផ្ដាច់អស់ទៅហើយនេះគឺជាសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទដែលហៅថានាមជាកូនរបស់ព្រះអង្គបងប្អូនណាខ្ញុំចង់ឲ្យបងប្អូនរឹងមាំ
ទុកលំបាកបញ្ហាផ្សេងនឹងគ្រាន់តែជាលទ្ធផលសាច់ឈាមតែវាមិនអាចតោងយើងជាប់ចូលទៅជាមួយព្រះអង្គហើយចូលនគរឋានសួគ៌បានទេគឺព្រះអង្គបានកំចាត់វាបំបត្តិអស់ហើយចុះហេតុអីបាននៅតែលំបាកដរាបណាយើងរស់នៅក្នុងសាច់ឈាមបងប្អូនណាក្តិចឈឺអញ្ចឹងអាចរងទុក្ខអាចបញ្ហាផ្សេងព្រោះសំបីតែព្រះអង្គផងទងយាងមកផែនដីនេះបងប្អូនមើលចុះសិស្សរបស់ព្រះអង្គផងដែលខ្ញុំជំរាបជូនណាគេនៅក្នុងទូគ្រប់គ្នាព្រះអង្គយាងទៅប្រងទៅពងហួរគេស្រែកតែខ្មោចគេនាំនេះភ័យលាន់ស្រាប់ព្រះអង្គថាម៉េចខ្លាចអីខ្ញុំតាឃើញអត់ព្រះអង្គប្រាប់ថាខ្ញុំតាអញ្ចឹងព្រះអង្គក៏យាងចូលមកក្នុងទូកជាមួយគេទៅអញ្ចឹងសមុទ្រអលោកសមុទ្រខ្យល់អីគ្រប់យ៉ាងគឺស្ងាត់ឈឹងហើយដល់គេស្ងើយថាម៉េចអូយមនុស្សទាំងពិតជាអស្ចារ្យណាអូខេអស្ចារ្យមែនទេដោយសារអីគេទទួលស្គាល់អស្ចារ្យព្រោះសូម្បីតែកាលដែលព្រះអង្គចម្រើននំប៉័ង5ត្រី2ឲ្យគេឃើញនៅចំពោះមុខក៏គេមិនបានយល់ដែរបងប្អូនគិតណាចុះចំណងរបស់យើងមួយខែឮព្រះបន្ទូលម្ដងមួយខែសឹងអានព្រះបន្ទូលបានម្ដងហើយឲ្យយើងរឹងមាំមិនអញ្ចឹងបានថាបងប្អូនណាគិតពិចារណាសេចក្តីជំនឿនាំឲ្យបានទទួលសេចក្តីសង្គ្រោះមិនមែនលទ្ធផលសាច់ឈាមយើងធ្វើឲ្យបានទទួលសេចក្តីសង្គ្រោះទេលទ្ធផលសាច់ឈាមដែលកើតឡើងនៅក្នុងយើងបង្ហាញឲ្យយើងស្គាល់ពីប្រគុណរបស់ព្រះកាន់តែច្បាស់ឲ្យយើងស្គាល់ព្រះបន្ទូលកាន់តែច្បាស់ធ្វើឲ្យជីវិតយើងនាមជាកូនព្រះអង្គកាន់តែរឹងមាំចំណុចនឹងហើយបានជាបងប្អូនក្នុងនាមជាកូនព្រះអង្គបងប្អូននៅអត់សុខទេបន្តដំណឹងល្អប្រាប់គេអូបើព្រះអ្នកឯងប្រកែបើអ្នកឯងប្រកែមានហើយណែប្រាប់បងប្អូនអើយខ្ញុំជឿព្រះសង្គ្រោះព្រះពិតដែលជួយខ្ញុំឲ្យរួចពីបាបមិនមែនខ្ញុំចង់មានទេបើព្រះទ្រង់ប្រទានពរឲ្យខ្ញុំបែបប្រការណាខ្ញុំទទួលយកអានឹងសាច់ឈាមរបស់ខ្ញុំរស់នៅក្នុងโลกនេះតែអ្វីដែលសំខាន់សម្រាប់ជីវិតខ្ញុំណែបាបខ្ញុំត្រូវបានរួចបងប្អូនដើររកទៅអ្នកណាអាចជួយយើងឲ្យរួចពីបាបបានសេចក្តីស្លាប់របស់ខ្ញុំព្រះអង្គយកបញ្ជូនព្រះអង្គសគត់ជំនួសឃើញទេហើយជំនុំជម្រះចុងក្រោយព្រះអង្គមិនឲ្យខ្ញុំជាប់ទេដោយសារព្រះអង្គមានបញ្ជូនរស់ទ្រង់គឺជាព្រះពិតព្រះអង្គឲ្យខ្ញុំរស់ដែរនគរឋានសួគ៌ខ្ញុំមិនអាចចូលបានតែព្រះអង្គមកនាំខ្ញុំយកទៅជីវិតដ៏នៅអស់កលជានិច្ចដែលមនុស្សគ្រប់រូបត្រូវការព្រះអង្គអ្នកឲ្យខ្ញុំនេះគឺជាសេចក្តីជំនឿបងប្អូនណាមិនមែនទុកលំបាកបញ្ហាគ្រប់យ៉ាងដែលកើតឡើងធ្វើឲ្យបងប្អូនបាត់បង់សេចក្តីជំនឿមិនមែនទេសូមបងប្អូនមេត្តាគិតឡើងវិញថ្ងៃណាថ្ងៃនោះចុះសម្រាប់ជីវិតយើងនៅក្នុងโลกនេះវាជារឿងពិតប៉ុន្តែបងប្អូនជាមួយនឹងព្រះអង្គពេលដែលគេថាប្រកែណាឲ្យមានខ្លួនឯងអត់គោលបំណងរបស់ខ្ញុំមិនមែនដោយសារការទាំងអស់នឹងទេជីវិតខ្ញុំរួចពីបាបនេះណែមិនមែនថ្ងៃណាថ្ងៃនោះចុះទេណាបងប្អូនណាគេនិយាយថ្ងៃណាថ្ងៃនោះបានតែយើងអត់ទេដង្ហើមចុងក្រោយជីវិតចុងក្រោយខ្ញុំជាប់នៅជាមួយព្រះអង្គសេចក្តីអំណររបស់ខ្ញុំនៅអស់កលជានិច្ចមរតកហើយនឹងជីវិតរបស់ខ្ញុំទ្រង់នឹងឲ្យខ្ញុំនៅនគរឋានសួគ៌ជាមួយព្រះអង្គនេះហៅសេចក្តីជំនឿខ្ញុំលើកទឹកចិត្តបងប្អូនណាដាច់ខាតមិនទន់ជ្រាយទេបើបងប្អូនធ្លាប់បែរចេញពីព្រះអង្គសូមមេត្តាវិលត្រឡប់មកវិញបងប្អូនដែលលោកស្ដាប់គិតពិចារណាជាមួយព្រះបន្ទូលបើកចិត្តទទួលទ្រង់ជាអង្គសង្គ្រោះឲ្យបានទាន់ពេលវេលាត្បិតព្រះនៅតែចាំទទួលបងប្អូនជានិច្ចទ្រង់មិនដែលប្រកែកថាទេអត់ទេដរាបណាទ្វារនៅចំហនៅឡើយបងប្អូនណាទាន់ទ្វារមិនទាន់បិទអាចចេញចូលបានសូមបងប្អូនមេត្តាបើកចិត្តទទួលទ្រង់ខ្ញុំនិយាយយ៉ាងនេះខ្ញុំគ្មានចេតនាចង់បានអ្វីពីបងប្អូនទេតែខ្ញុំត្រូវការឲ្យបងប្អូនរួចពីបាបហើយចូលនគរឋានសួគ៌ជាមួយនឹងព្រះអង្គដូចពួកយើងទាំងអស់គ្នាដែរខ្ញុំពិតជាអរគុណដល់ព្រះជាអង្គម្ចាស់អរគុណបងប្អូនអ៊ំចាស់ទុំចិត្តឆ្ងាយទាំងអស់ដែលលោកតែងតែអធិដ្ឋានសម្រាប់ខ្ញុំគ្រប់គូកនបម្រើសូមនៅតែបន្តឲ្យខ្ញុំនៅតែមានកម្លាំងសុខភាពល្អបន្តពរនៃកិច្ចបម្រើនេះជាមួយបងប្អូនជាបន្តទៀតធ្វើម៉េចកុំឲ្យខ្ញុំដួលតែកាលណាខ្ញុំដួលគឺចប់ហើយបាទចប់ហើយអញ្ចឹងនៅអាចធ្វើបានអ្វីគ្រប់យ៉ាងសូមបងប្អូននៅតែបន្តជាពិសេសគឺការគាំទ្រក្នុងការឆ្លើយតបទៅដល់បងប្អូនដែលលោកសនំពរខ្ញុំពិតជាអរគុណព្រះអង្គខ្លាំងណាស់ដែលសារពេលវេលាដល់ពេលកំណត់ខ្ញុំគោរពលាបងប្អូនត្រឹមនឹងហើយជួបគ្នាសប្តាហ៍ក្រោយពេលម៉ោងដដែលសូមនៅចាំក្នុងក្តីអធិដ្ឋានសម្រាប់ពរនៃកិច្ចបម្រើទាំងអស់អរគុណសូមព្រះប្រទានពរអរគុណលោកគ្រូអរគុណសម្រាប់ការស្ដាប់និងការទស្សនាព្រមទាំងបានខលចូលរួមជាមួយនឹងកម្មវិធីចម្លើយជីវិតពេលវេលា1ម៉ោងសម្រាប់ថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ហើយយើងខ្ញុំទាំងពីរនាក់សូមគោរពលាជួបលោកអ្នកនៅសប្តាហ៍ក្រោយតាមពេលនិងម៉ោងដដែលកុំភ្លេចតាមដានទាំងអស់គ្នាថាតើនៅសប្តាហ៍ក្រោយកម្មវិធីចម្លើយជីវិតលោកគ្រូនឹងមានព្រះបន្ទូលអ្វីយកមកចែកចាយកុំភ្លេចតាមដានទាំងអស់គ្នាពេលនេះនាងខ្ញុំវលៈរួមខ្ញុំបាទហ៊ុនកសលអរគុណសូមព្រះប្រទានពរអាមែនចិត្តណាយមកទៅដោយសាញ់ក្តីល្បួងឆោបោកដាច់ចេញពីទ្រង់
កំព្រា